កំពូលសត្វទាំង5ដែលបង្ហាញពីការលះបង់ជីវិតដ៏អស្ចារ្យបំផុតដើម្បីធានាដល់ការរស់រានមានជីវិតរបស់កូនៗចំនួនក្រោយ 1. មឹកយក្សប៉ាស៊ីហ្វិកការលះបង់ការយាមកាមរហូតដល់ស្លាប់ដោយអត់អាហារដំណើរការបន្ទាប់ពីមេមឹកពងរាប់ម៉ឺនពងវានឹងចំណាយពេលប្រហែល6ទៅ7ខែដើម្បីយាមពងទាំងនោះដោយមិនចាក់ចេញទៅណាឆ្ងាយឡើយវានឹងផ្លុំទឹកសម្អាតពងនិងការពារពងពីសត្វផ្សេងៗក្នុងអំឡុងពេលនេះវាឈប់ស៊ីចំណីទាំងស្រុងវារស់នៅដោយប្រើប្រាស់ថាមពលពីខ្លួនឯងរហូតដល់រាងកាយរបស់វារីងស្ងួតនិងស្លាប់បន្តិចម្ដងនៅពេលកូនមឹកញាស់ចេញពីពងគឺចំពេលដែលមេរបស់វាស្លាប់បាត់ទៅហើយ 2. ពីងពាងដែលត្រូវកូនស៊ីការលះបង់ខ្លះជាអាហារដំបូងសម្រាប់កូនដំណើរការចំពោះពីងពាងប្រភេទខ្លះមេរបស់វានឹងថែទាំកូនដែលទើបនឹងញាស់មិនយូរប៉ុន្មានវានឹងចាប់ផ្ដើមបញ្ចេញសញ្ញាឲ្យកូនរបស់វាឡើងមកលើខ្លួនហើយចាប់ផ្ដើមស៊ីវាទាំងរស់ការលះបង់ខ្លួនឯងជាអាហារនេះផ្ដល់ចំណីឲ្យកូននៅសារធាតុចិញ្ចឹមដ៏សំខាន់ដើម្បីចាប់ផ្ដើមជីវិតនិងបង្កើនឱកាសរស់រានរបស់ពួកវា 3. ត្រីសាម៉ុងប៉ាស៊ីហ្វិកការលះបង់ដំណើរការចុងក្រោយដើម្បីបន្តពូជដំណើរការត្រីសាម៉ុងកើតនៅក្នុងទន្លេសាបតែទៅរស់នៅក្នុងមហាសមុទ្រនៅពេលដែលពេញវ័យបន្តពូជពួកវាប្រើប្រាស់ថាមពលចុងក្រោយធ្វើដំណើររាប់រយគីឡូម៉ែត្រហែលបញ្ច្រាសចរន្តទឹកឡើងលើភ្នំនិងប្រឈមនឹងសត្វខ្លាឃ្មុំដើម្បីត្រឡប់ទៅកន្លែងកំណើតរបស់វាវិញបន្ទាប់ពីមេញីពងហើយឈ្មោលបញ្ចេញមេជីវិតបង្កកំណើតរួចពួកវាទាំងពីរនឹងស្លាប់ដោយអស់កម្លាំងសាកសពរបស់ពួកវារលួយក្លាយជាជីជាតិដ៏សំខាន់ក្នុងទន្លេដែលជាអាហារទ្រទ្រង់ប្រព័ន្ធអេកូឡូស៊ីសម្រាប់កូនត្រីដែលត្រូវនឹងញាស់ 4. ឃ្មុំកម្មករការលះបង់ការពារសម្បុកឬក៏បងប្អូនដោយបដូរជីវិតដំណើរការឃ្មុំកម្មករទាំងអស់គឺជាញីនិងជាបងប្អូនរបស់កូនខ្លាឃ្មុំចំនួនក្រោយប្រសិនបើសម្បុកត្រូវបានរុករានដោយមនុស្សឬក៏ខ្លាឃ្មុំកម្មករនឹងហាមកតិចអ្នកឈ្លានពាននៅពេលដែលឃ្មុំតិចត្រនិចរបស់វាត្រូវជាប់នឹងស្បែកសត្រូវហើយនៅពេលដែលវាហើរចេញត្រនិចនោះនឹងទាញផ្នែកខ្លះនៃពោះវៀនរបស់វាចេញមកជាមួយដែលបណ្ដាលឲ្យឃ្មុំនោះស្លាប់នេះគឺជាការលះបង់ជីវិតដើម្បីការពារម្ចាស់ស្ត្រីឬក៏ម្ដាយនិងកូនឃ្មុំរាប់ពាន់ទៀតក្នុងសម្បុក 5. កណ្ដូបបន់ស្រន់ភេទឈ្មោលការលះបង់ខ្លះជាចំណីអាហារដើម្បីធានាការបង្កកំណើតដំណើរការនេះគឺជាការលះបង់របស់ឪពុកនៅក្នុងករណីជាច្រើនទោះមិនមែនគ្រប់ពេលក៏ដោយក្រោយពេលឬសូម្បីតែក្នុងពេលកំពុងបង្កាត់ពូជមេកណ្ដូបបន់ស្រន់ញីនឹងចាប់ផ្ដើមស៊ីក្បាលនឹងខ្លួនរបស់សត្វឈ្មោលការស្លាប់របស់សត្វឈ្មោលមិនមែនឥតប្រយោជន៍នោះទេព្រោះរាងកាយរបស់វានឹងផ្ដល់នូវប្រូតេអ៊ីននិងសារធាតុចិញ្ចឹមដ៏សំខាន់ដែលជួយឲ្យមេញីអាចផលិតពងបានកាន់តែច្រើននិងរឹងមាំឪពុកខ្លះបានលះបង់ជីវិតដើម្បីធានាថាពូជរបស់ខ្លួនទទួលបានការចាប់ផ្ដើមដ៏ល្អបំផុតការលះបង់ទាំងនេះអ្វីបើមើលទៅហាក់ដូចជាគោខៅតែវាជាយុទ្ធសាស្ត្រវិវត្តដ៏មានប្រសិទ្ធភាពបំផុតដើម្បីធានាថាពូជសាសន៍របស់ពួកវានឹងបន្តមានវត្តមាននៅលើផែនដីនេះ